ហេតុអីបានជាប្រនាននិយាយបែបនេះមន្ត្រីចាស់ចាស់នៅទីនេះសុទ្ធតែមានវត្តមាននៅទីនេះបានរួមចំណែកជាច្រើនណាស់នៅក្នុងនគរដាស៊ីរបស់យើងនេះព្រះអង្គហេតុអីបានជាស្ងាត់ឈឹងបែបនេះគួរតែមានព្រះបន្ទូលខ្លះទៅចំពោះព្រះនាងរៀបការជាមួយមន់ដើរតាមមន់រៀបការជាមួយឆ្កែឆ្មាដើរតាមឆ្កែឆ្មាព្រះនាងរបស់យើងរៀបការជាមួយមនុស្សបែបនេះត្រូវតែកាន់ជើងគ្នាអញ្ចឹងហើយមិនថាយើងរៀបការជាមួយនរណាទេស្រីចង្រៃឯងគ្មានសិទ្ធិលូកមាត់ចូលរឿងហ្នឹងទេណានិយាយតប៉ាច្រើនឥតបានការនរណាចង់រករឿងប្រពន្ធចង់របស់ជើងចេញក្បាលមកជើងនឹងបាញ់ឲ្យធ្លីខួរគឺជាឯងមែនទេហ៎នរណាគេចេញមកជើងនឹងបាញ់ឲ្យបែកក្បាលតែម្ដងឆាប់ចេញមកព្រះអង្គមើលតាតជ្រឹងរបស់គេទៅគឺដឹងហើយប្រមាថមើលងាយមន្ត្រីតូចធំទាំងអស់ដែលជាមន្ត្រីចាស់ចាស់ព្រះអង្គសូមព្រះអង្គពិចារណាផងសូមព្រះអង្គពិចារណាផងចង់ទុកមនុស្សអាក្រក់បែបនេះនៅក្នុងវាំងមែនទេប្រសិនបើឈិញហ្វុងគេពិតជាអាចវាយលោកចូលតបបីម៉ាំងបានមែននោះតើលោកគិតធ្វើយ៉ាងម៉េចអត់ដែរមិនអាចទៅរួចទេល្អបើសិនជាឈិញហ្វុងគេបរាជ័យយើងសុកចិត្តដាក់រីក៏បានហើយអ្នកដែលមានសមត្ថភាពអង្គុយលើរីបល្ល័ង្កយើងចាស់ប៉ុន្តែបើសិនជាគេធ្វើបានសម្រេចនោះអ្នកណាក៏ដោយដែលប្រឆាំងជាមួយគេនៅទីនេះគឺកាត់ក្បាលចោលទាំងអស់តើពួកលោកទាំងអស់គ្នាហ៊ានដែរទេតើពួកលោកហ៊ានដែរទេឬមួយក៏បានត្រឹមតែព្រួតដូចជាឆ្កែមិនដែលខំខ្ញុំប្រាប់អ្នកទាំងអស់គ្នាទៅចាស់សង្គ្រាមលើកនេះគឺខ្ញុំត្រូវដឹកនាំទ័ពជាមួយនឹងឈិញហ្វុងទៅប្រយុទ្ធនៅលើសមរភូមិដោយផ្ទាល់ព្រះនាងសៀសៀទទួលរាជបញ្ជាព្រះមេម្ចាស់ទទួលរាជបញ្ជាព្រះអង្គមិនអាចធ្វើចឹងបានទេតើមានមន្ត្រីណាផ្សេងទៀតចង់ប្រឆាំងដែរទេដោយសារតែព្រះអង្គសម្រេចទៅហើយទូបង្គំមិនហ៊ានជំទាស់ទេបើត្រង់មានរាជបញ្ជាបែបនេះទៅហើយពួកយើងមានតែស្ដាប់តាមតែប៉ុណ្ណោះប៉ុន្តែចំពោះវាវិញបើបរាជ័យគឺងាប់ហើយក្បាលនាងឯងស្អីហាយើងគិតថាមានតែក្បាលនាងឯងហើយនឹងឪពុករបស់នាងឯងទេត្រៀមមកឈូសទុកឲ្យហើយទៅឯងកុំក្អេងក្អាងខ្លាំងពេកតបទៅមកក៏មានអាវុធដូចជាឯងដែរសម្រាប់ថាយើងបានដោះស្រាយរឿងនេះចប់ហើយចុះមានអាណាមានយោបល់អីទៀតអត់បើសិនជាឈិញហ្វុងគេអាចឈ្នះនៅក្នុងតបទៅមកមែនទូបង្គំសុកចិត្តដកតំណែងរបស់ខ្លួនឯងសូមទោសដោយការកាត់ក្បាលប្រសិនបើឈិញហ្វុងអាចទទួលបានជ័យជំនះមែនទូបង្គំសុកចិត្តទទួលទរណកម្មគ្រប់យ៉ាងទាំងអស់ទូបង្គំក៏ដូចគ្នាដែរទូបង្គំដូចគ្នាល្អណាស់ពួកមន្ត្រីចាស់ដូចជាពួកលោកបើសិនជាខ្ញុំឈ្នះនោះខ្ញុំប្រាប់ឲ្យហើយណាកុំយំផ្សឹបសួលផុសត្រាម៉ានៅក្នុង Facebook ឲ្យសោះណាបើខ្ញុំឃើញនាំបងប្អូនស្រីធေါ်ប្លុកចោលទាំងអស់ចាំមើលអាណាប្លុកចោលអាណាអាយដលរបស់ទូបង្គំគឺឈិញហ្វុងទូបង្គំសុកចិត្តទៅច្បាំងជាមួយនឹងគាត់សូមព្រះអង្គអនុញ្ញាតឲ្យទូបង្គំទៅច្បាំងជាមួយនឹងគាត់ផងអីចាស់លបងមឹងខ្ញុំពិតជាអៀនខ្លាំងណាស់កុំនិយាយអញ្ចឹងអីណាយើងអនុញ្ញាតឲ្យសេនាប្រមុខមឹងប្រយុទ្ធនៅសមរភូមិចុងក្រោយចាស់លោកម្ចាស់ពេលនេះកងទ័ពរបស់យើងបានចូលទៅក្នុងនគរដាស៊ីងហើយឯនិយាយថាម៉េចបន្ទាប់មកយើងក៏ចាប់មនុស្សស្រីទាំងអស់នោះធ្វើជាប្រពន្ធរបស់យើងបន្ទាប់មកអាឡអិតឈិញហ្វុងនោះក៏មិនឲ្យប្រឆាំងជាមួយនឹងលោកម្ចាស់ផងដែរពេលនោះលោកម្ចាស់ដឹងតែជាតិជាអឹមហ្មងប៉ុន្តែលោកម្ចាស់កុំភ្លេចឲ្យខ្ញុំផងណាទោះបីជានគរដាស៊ីងអាចផលិតកំភ្លើងបែបនោះបានក៏មិនប្រកាសថាអាចនឹងឈ្នះយើងបានដែរទេត្រូវឲ្យលោកម្ចាស់រឿងនេះយើងច្បាស់ជាឈ្នះនិយាយតាមត្រង់ទៅចុះទូបង្គំឃើញស្រីទាំងអស់នោះពិតជាចង់បានណាស់ណាពួកគេសាច់ទៅលុកទៅលុនជាងផ្លូវវែងស្រេងទៀតស្ដាប់ឯងនិយាយហើយពួកស្រីទាំងអស់នោះពិតជាគួរឲ្យស្រឡាញ់មែននៅពេលរសៀលបន្តិចបញ្ជូនកងទ័ពយើងសួរសុខទុក្ខបន្តិចទៅប៉ុន្តែព្រះរាជានោះតើយើងត្រូវធ្វើយ៉ាងម៉េចទៅខ្ញុំទទួលបានសារថានាងមកច្បាំងដោយខ្លួនឯងដោយផ្ទាល់មិនត្រូវធ្វើឲ្យនាងមានរបួសទេលោកសេនាប្រមុខលោកឆាប់បញ្ជូនកងទ័ពរបស់យើងទៅសម្លាប់ឈិញហ្វុងបំផ្លាញនគរដាស៊ីងដណ្ដើមរាជបតឈិញហ្វុងណារបស់នេះគឺដូចជាវេទមន្តអញ្ចឹងគឺយើងអាចមើលចម្ងាយបានរាប់ជួយយ៉ាងណោះទូបង្គំមិនមែនចូលរបស់អត់ប្រយោជន៍មកប្រើនោះទេរបស់នីមួយៗសិតតែមានអត្ថប្រយោជន៍រៀងៗខ្លួនព្រះអង្គនៅខាងក្រោយទ័ពរបស់យើងគឺមានត្រឹមតែ2សែននាក់តែប៉ុណ្ណោះទេហេតុអីត្រូវការមនុស្សច្រើនបែបនេះមិនចាំបាច់ទេឈិញហ្វុងពេលនេះមិនមែនជាពេលលេងសើចទេណាយើងបានទទួលដំណឹងថាទាហានរបស់ដាស៊ីង4សែននាក់កំពុងទៅទប់ទល់ជាមួយពួកសត្រូវចាំមើលថាខ្ញុំទប់ទល់ជាមួយវាយ៉ាងម៉េចលោកខ្ញុំជឿលើអ្នកខ្ញុំប្រាប់អ្នកទាំងអស់គ្នាទៅចោះអ្នកទាំងអស់គ្នាមើលខ្ញុំដូចច្រឡំទេប៉ុន្តែសមត្ថភាពពេញខ្លួនមានទាំងបារមីផ្លូវក្នុងការពារទៀតផងអេឈិញហ្វុងមិនមែនខ្ញុំមិនជឿទេប៉ុន្តែបើសិនជាបរាជ័យនោះមិនត្រឹមតែខ្ញុំបាត់បង់រីបល្ល័ង្កទេសូម្បីតែលោកក៏ត្រូវកុំបារម្ភអីទូបង្គំសុកចិត្តបូជាជីវិតដើម្បីការពារព្រះអង្គនៅពេលដែលពួកជើងបានប្រយុទ្ធឈ្នះតបទៅមកហើយនោះចាំខ្ញុំប៉ៅអ្នកទាំងអស់គ្នាទៅសពភីងហើយនឹងនាំទៅផឹកទឹកខ្នោតជូរយ៉ាងម៉េចដែរវាដូចជាសំព្រះអង្គទៅម្ដងហើយពិតជាចង់ញ៉ាំមែនទេតោះអ្នកទាំងអស់គ្នាទប់បញ្ជាប់លបឿនចាប់ផ្ដើមបើកលឿនហើយ
អូថ្ងៃនេះខ្ញុំចង់បង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញថានេះគឺជាប្រភេទអាវុធប្រឡាញ់មនុស្សច្រើនណាស់ វ៉ាវឆេងហ្វុងតើនេះជាអីគេទៅមានដាច់ធំការពារតែវាអាចខ្លាំងអត់ ខ្លាំងមែនទេអានេះគេហៅថាជាប្រភេទរថក្រោះវាអាចបើកបោះនៅលើភ្នំជាពិសេសអាចកំទេចភ្នំបាន វាអាច ថា ទៅ ទូ ភ្ ប នំ ង្គំកុហកមែនទេ มันឆ្ងល់ទេដែលលោកឆេងមានទំនុកចិត្តអញ្ចឹងនោះចាំម៉េចពេលនេះជឿតែប្រាប់ខ្ញុំហើយមែនទេ ដៃធំមួយនេះពិតជាអស្ចារ្យមែនណោះ ល្អឆេងហ្វុងលោកពិតជាអស្ចារ្យណាស់ពេលនេះដាស់ស៊ីងរបស់យើងអាចសង្គ្រោះបានហើយណា ណាស់លោកមិនតបគ្នារបស់យើងនៅសល់ត្រឹមតែប៉ុណ្្នឹងទេចំណែកអាវុធរបស់វាពិតជាចម្លែកមែនទេតែម្ដងពួកឯងកំភៃអីយើងបានបញ្ជូនសារទៅកាន់ទ័ពធំហើយឆាប់នេះគេនឹងមកដល់ឥឡូវហើយតើរបស់យើងសុកចិត្តស្លាប់ក៏មិនចូលចាញ់ដល់ងាយដែរអាណាចងប់ចូលមកបើប្រែតណាព្រមចុះចាញ់នោះយើងនឹងទុកជីវិតឲ្យតែបើប្រឆាំងយើងនឹងបាញ់ពងឯងឲ្យងាប់អានតុងចឹកឯងកុំបានចិត្តពេកកងទ័ពដាស៊ីរបស់យើងសុកចិត្តស្លាប់នៅក្នុងសមរភូមិឯងនេះពិតជាល្ងងមែនឃើញអាវុធទេវតារបស់យើងនេះហើយឯងមិនព្រមចុះចាញ់ទេណាលោកម្ចាស់ខំក៏មានមោទនភាពខ្លួនឯងពេកមិនយូរទេកងទ័ពដាស៊ីរបស់យើងនឹងមកដល់ទីនេះឆាប់ឯងត្រៀមតៃលេវហើយទៅគួយអស់សំណើចណាស់អាវុធដែលយើងកំពុងតែកាន់នេះគឺជាអាវុធទេវតាដែលយើងបង្កាត់ដោយខ្លួនឯងគ្មានអ្នកណាឈ្នះយើងទេអួតមិនចេះហត់ទេចង្រៃឯងចង់ស្លាប់មែនទេលោកម្ចាស់មិនចាំបាច់បោបាច់និយាយទៅប៉ែច្រើនជាមួយនឹងពួកអស់នេះទេចាប់ពួកវាក៏ដំពងតែម្ដងល្អធ្វើតាមឯងនិយាយចោះដំពងវាមុនក៏តាមក្រោយយើងចង់ឃើញថាពីភាពឈឺចាប់របស់វាឈឺចាប់យ៉ាងណាបាញ់អោពុតជាផ្ដេសផ្ដាំអំបញ្ញមិញនេះវាថាក៏ដំពងហេតុអីបានជាវាបាញ់លោកមិនតបព្រោះអត់នេះនិយាយបាត់ដៃក្នុងបថៅទេសម្រាប់វាចោលតែម្ដងទៅបាច់ទុកទេខ្ញុំសុកចិត្តងាប់ល្អយើងសុកចិត្តងាប់ប៉ុន្តែគួរស្ដាយអូនគឺវ៉ាន់យើងនៅសៀមរាបឯណោះហេណាយើងមកដល់ហើយមិនក៏មិននិយាយទៅ